លើកលើឆ្លាមតិចទៅអាចរយជួយបងជួយខ្ញុំបងមានរឿងអីទៅខ្ញុំរកបងខ្ញុំឡើងបងទៅអីជួយបងហើយមិនក៏បែរខ្លាំងម្ល៉េះមកអរគុណអើយមកតែប្រយ័ត្នតិចមកហើយដៃខ្លាយហើយឯងទីតែរបស់ខ្ញុំដាច់ហើយឯងនេះចិត្តទៅហើយណាមើលទៅនេះណាមើលទៅនេះណាអាចងរយយោចឹងហើយចាប់អងងចាំបាច់ក៏អងងត្រូវពឹងងប់ឯងគឺឯងមិនទាន់ងប់តែឯងជឿណាឯងកុំចូលមកណាបើមិនចឹងទេខ្ញុំវាយឯងអើយអរុសួស្ដីខ្ញុំគឺអ្នកឯកទេសខាងបោកមនុស្សល្អឈ្មោះអ៊ូចិនអូកាពិតគឺលោកទេអីលោកបោកខ្ញុំចិត្តស្លាប់ទៅហើយសុំទោសមកមិនចឹងទេមិនមានឈ្មោះថាអ្នកឯកទេសខាងបោកពួកយើងនិយាយទូទាត់ពេលវេលាពីឥឡូវនេះទៅគឺ$8ប្រែ$8ទេរឿងតូតាយ៉ាងនេះបើទោះជានិយាយជាមួយលោកដល់ស្អែកខ្ញុំនិយាយដែរមិនមែនទេគឺខ្ញុំនិយាយថា$80,000 $80,000អ្មេក៏មិនទៅប្លន់ទៅខុសហើយអ្នកប្លន់ល្អជាងខ្ញុំបើចិត្តក៏ចំណាយពេលវេលាអីរឿងរ៉ាវគឺលោកយល់ទេខ្ញុំយល់ហើយលោកចង់លេងលះគ្នាហើយចង់យកទ្រព្យសម្បត្តិទាំងអស់ចង់ឲ្យប្រពន្ធរបស់លោកខ្លាចជាមនុស្សឈួនខ្ញុំយល់ហើយពិតជាផ្កាយយ៉ាងនេះមែនផែនការនេះខ្ញុំគិតយកលោក$30,000ធានាថាប្រពន្ធរបស់លោកនឹងខ្លាចជាមនុស្សឈួនថាម៉េច$30,000ខ្ញុំទូទាត់ទៅ$30,000ឬ$15,000តែប៉ុណ្ណោះទេកុំអាចច្រឡំពិសាទៅតាមការសិនទៅអរគុណខ្ញុំធ្វើការរបស់លោកធ្វើការរបស់ខ្ញុំទៅមានការឈឺពោះបន្តិចមែនទេហើយមិនក៏លោកឡងពីព្រោះលោកបានផឹកថ្នាំមកចុះហើយចុះលោកបានផឹកដែរតើឥឡូវនេះអត់មានទេបងគុណនៅខាងនោះអរគុណជិះនេះមិនឲ្យចូលទេណាចាក់សោមមិនឲ្យលើកឯងចូលទេមិនឲ្យចូលទេណាចឹង$50,000 អត់មានបញ្ហាទេពួកយើងគឺរួចហើយថាតែ$30,000ទេខុសហើយឥឡូវនេះឡើងដល់$60,000ទៅបានទេ$60,000លោកចង់ប្លន់ខ្ញុំអីលោកចង់ប្លន់ខ្ញុំអីលោកគ្រាន់តែចង់ពិសោធន៍សមត្ថភាពរបស់ខ្ញុំតើអញ្ចឹងថ្លៃបោកមនុស្ស$70,000អត់បញ្ហាទេអីទេ$70,000នេះអ្នកចាប់ឲ្យខ្ញុំចេញទៅបើមិនចេញទេខ្ញុំចាប់លោកឲ្យមកហើយមនុស្សម្នាក់ត្រូវទម្ងន់រាប់ពាន់គីឡូគៀបហើយកុំថាឡើយ$70,000បើ$70,000ក៏ឲ្យដែរ$70,000ខ្ញុំឲ្យច្រើនជាងនេះទៀតក៏ខ្ញុំឲ្យដែរចាប់លេងខ្ញុំទៅចាប់លេងខ្ញុំអូយលេងខ្ញុំភ្លាមទៅលេងខ្ញុំអរគុណណាស់ដែលថាការកុំបារម្ភអីខ្ញុំនឹងទាញកលិះនេះទៅកលិះយន្តតែប្រហែលនឹងបើកទាំងអស់ហើយឥឡូវគិតចាំមិនទៅនៅតាន់ពេលវេលាទេខ្ញុំទៅបាត់កងតាក់សិនកងតាក់នៅកន្លែងណាឲ្យឆាប់បន្តិចទៅនៅប្រទេសដែរណោះស្លាប់ហើយចាប់លេងខ្ញុំភ្លាមទៅចាប់លេងខ្ញុំចេញទៅលេងខ្ញុំចេញទៅហើយលេងខ្ញុំជួយជូនបងឲ្យទៅជាដើមមានជួបជាអ្នកស្រីជូបើសិនជាគ្មានរឿងចៃដន្យទេ15នាទីក្រោយនឹងបញ្ជូនទៅមន្ទីរពេទ្យឈួតមិនខានថ្លៃបោកមនុស្សដែលអ្នកស្រីចំណាយ$80,000នោះតើសមរម្យដែរទេពិតជាល្បីដោយឈ្មោះមែនសំណាងល្អហើយដែលខ្ញុំរកលោកមុនបើមិនអញ្ចឹងទេនោះអ្នកដែលត្រូវចូលមន្ទីរពេទ្យឈួតប្រហែលជាខ្ញុំនេះហើយមិនមែនប្រហែលទេប្រកាសជាអ្នកស្រីគឺពិតជាអ្នកឯកទេសខាងបោកមែនខុសគឺជាអ្នកឯកទេសខាងបោករូបសង្ហាណាខ្ញុំមានសំណូមពរមួយមិនដឹងថាលោកអាចជួយខ្ញុំមកខ្សែមកបានទេស្រួលទុកជានុស្សាវរីយ៍ចូលចិត្តបំរើជាណែអរគុណហើយមិនបាច់គួរសមទេបាយគឺជូនទៅទីដែលមិនគិតថ្លៃទេណាឆោឲ្យគេឆៃតាមស្រួលទៅខិតទៅខាងនោះតិចទៅឲ្យគេឆៃស្រួលណែមានអីទៅមានស្អីជាងឯងអ្នកធ្វើបានជឿនបានក្នុងពលីនាំទៅដល់កសួររបស់ពួកយើងទៅមកធ្វើការឆៃបញ្ញាប់ទៅក្នុងទូរបស់ឯងយកអីវ៉ាន់មួយចំនួនព្រៀងទៅនេះលោកនោះមកនេះខ្ញុំមែនហើយឆាប់មកនេះមកមានកាយដែរមានការឆែកខ្លួនរបស់លោកណាតែខាងនេះឆែកខាងស្រីទេមនុស្សស្រីតិចណាស់ឆែកអស់ហើយឆាប់ឡើងកុំធ្វើតាមមនុស្សស្រីចិត្តអីប៉ុន្តែស្អីលោកជាមនុស្សប្រុសពិតមែនទេឆាប់ចូលទៅឆើស្គៀមកុំកំរើងទៀតមិនចាំតិចណាដល់ហើយណែសាច់ម្ដងរបស់លោកខាងនេះរឹងមាំគ្រាន់បានអរគុណស្អាតចេញឆែករួចហើយហេតុអីក៏ត្រូវដល់ទៀតយ៉ាងម៉េចលោកខ្លាចខ្មាស់គេយ៉ាងនេះហ៎លោក
នៅកំឡោះទេឬយ៉ាងម៉េច មែនណាអូមែនទេមិនcòn nghe xuông mình này dần này ណែខ្ញុំឃើញលោកទាំងហាយ៉ាងនេះហេតុនេះទើបបន្ធូរដល់លោក này cầm trâu mà na châm sậy ở đây đại khang cầm trâu mà xong châm sậy cầm trâu mà xong chưa đại mà luôn mà nó giờ mấy quái sao ta đang to hơi hả ខ្ញុំប្រកាសជាដឹងបើមិនអញ្ចឹងមិនជ័យស្រីសោះមកបោកបានទេ nè hả mấy có mình prap ខ្ញុំឲ្យដឹងកុំនៅរបស់បងថ្ងៃណានឹកឃើញបើសិនជាខ្ញុំនិយាយចេញទៅស្ដាប់បានទេខ្ញុំនិយាយថាថ្ងៃណាខុសទេណាយើងមានកិត្តិយសដោយសារឯងមែនហើយមើលជួយរៀបអីអូនញ៉ាំបន្តិចមើលមកស្រីម្នាក់ដែលឆែកខ្លួនរបស់ខ្ញុំបាញ់មិញជាណាទៅស្រីខូច$3000ហ៎បានណានេះចាំជាមានល្បីតរច្រើនមែនបើណាគឺមានឈ្មោះល្បីថាកលិចជាងគេឆ្នះជាងគេបើមិនចឹងទេធ្វើអបរោះសម័យដូចពួកយើងនេះធ្វើតានេះហើយម្យ៉ាងទៀតរៀនបងមនុស្សមិនត្រឹមតែម្ដងទេធម្មតាបងមនុស្សគឺសុទ្ធតែម្ដងហើយពីរដងហើយ3ដងប្រកែកយ៉ាងនេះផងពិតមែនហើយឯងនេះគឺអស្ចារ្យទៅវិធីរបស់មនុស្សពិតជាម្ដងពីរដង3ដងមែនប៉ុន្តែខ្ញុំលែងចាញ់មកទៀតហើយសំទោសលោកជាមន្ត្រីមែនទេគឺខ្ញុំនេះហើយខ្ញុំជាមនុស្សការងារថ្មីនៅខាងក្រៅរដ្ឋបាលចាប់បានឯកសាររបស់លោកអញ្ចឹងត្រូវទៅចូលក្នុងបន្ទប់ហើយអញ្ចឹងល្អបំផុតហើយកន្លែងនេះខ្លាំងពេកជិះត្រូវការបិទទ្វារទេល្អហើយខាងក្រៅខ្លាំងណាស់ត្រូវការដោះអាយដែរទេតាមស្រួលចាស់ត្រូវការឈរអែងជាងទេមិនបាច់ទេត្រូវការឆែកខ្លួនទេហេតុអីត្រូវឆែកខ្លួនហេតុអីបានជានាងមកធ្វើការនៅទីនេះការពិតគឺដើម្បីអ្វីតើលក្ខខណ្ឌដ៏ល្អរបស់នាងយ៉ាងនេះនៅលើពិភពលោកនេះមានការងារជាច្រើនកំពុងតែចាំនាងទៅធ្វើដូចជានៅហាងចិនធំហាងដែលមានធំដែលមានការងាររាជការទៀតហេតុអីក៏នាងត្រូវមកធ្វើជាស្រីខុញនៅទីនេះហេតុអីបានជានាងមកកន្លែងនេះធ្វើជាស្រីរកស៊ីធនថោកយ៉ាងនេះហេតុអីបានជានាងមកកន្លែងនេះធ្វើជាស្រីធនថោកទៀតអើយហេតុអីបានជាវាយខ្ញុំយ៉ាងអញ្ចឹងវាយមនុស្សដោះស្រាយបញ្ហាបានតែនាងដោះសារប្រាប់ខ្ញុំសិនមកហេតុអីបានជានាងវាយមនុស្សហ៎អីសុខទេនាំខាត់ពេលអីគេយ៉ាងម៉េចហើយមនុស្សដែលនាងជួលមកហេតុអីវាយខ្ញុំអញ្ចឹងអូយលោកដែលជួលមកអ្នកណាគេគឺនាងនោះនាងជាបល្អរបស់ខ្ញុំទើបទៅរៀនចប់នៅប្រទេសអាមេរិកត្រឡប់មកវិញឥឡូវនេះមិនរកការងារថ្មីហ្នឹងហើយមិនចេះស្មារតីអ្នកណាអើយប៊ីបអើយនាងនាងខ្ញុំមានចេតនាទេចាំមកចាំផ្លឹកណែនាងស្ដាប់ខ្ញុំមិនហេណែនាងស្ដាប់ខ្ញុំយល់សិនខ្ញុំព្រោះតែមិនត្រូវគេបោកម្ដងហើយម្ដងទៀតទើបយល់ច្រឡំនឹងនាងណាការពិតតែខ្ញុំមិនមែនជំនួសធំនោះទេមែនណានៅក្នុងចិត្តរបស់ខ្ញុំដាច់ខាតមានកំណត់យ៉ាងនេះទេខ្ញុំតែពីនិយាយទៅរកទីហើយខ្ញុំមិននិយាយឆលឡាក់ចាប់ដៃគ្នាទៅនាងចង់ទិញណែនាងចង់ទិញទាំងអស់ហ្នឹងមិនមែនទេបងស្គាល់អូនជួយយ៉ាងនេះហើយដូចជានៅមានសម្ដីខ្លាំងតែមិនទាន់បាននិយាយញ៉ាំអីអូយូមិនមែនទេប្រហែលមួយហ្នឹងមិនមែនទេស្អប់ណាស់បងអាក្រក់មែននេះគឺជារុនមួយយូមែនណាឬមួយក៏ឡាអូនមើលណាយកល្អយកវាចាក់ទៅក្នុងទូខាងលើទៅពួកយើងឡើងទៅនាងខាត់ពេលណាស់ទេមែនហើយខ្ញុំទៅទូរស័ព្ទឲ្យខេលីនៅវេលាមក6កន្លះទៀតអូណាគេខេលីគឺកូននៅរបស់ខ្ញុំនៅអាមេរិកឡាក់ក៏គេស្គាល់ដែរកាលឆ្នាំនោះមិនអាចជួបមុខគ្នាពីរដងបានទេមកទៅខាងនោះជាណាតាទីទៅមកណាអញ្ចឹងទៅអត់ទៅចុះបាយបាយមក
ងលាក់នឹងវិញជាដល់ណាទៀតខ្ញុំក៏មិនដឹងដែរមិនដឹងថាប្រាប់គេទៅមានប្រតិកម្មឬក៏អត់ទេហើយមិនដឹងជាអ្នកណាបញ្ចេញយោបល់ឆែកខ្លួនទេណោះកូនស្រីរបស់តកែធំធ្វើខ្លួនឯងជាបុគ្គលិកនៅក្រុមហ៊ុនចង់ដឹងពីស្ថានភាពរបស់ក្រុមហ៊ុនទីបំផុតស្រាប់តែបានរកអានមិនប្រាប់ម្នាក់ហើយរឿងរ៉ាវនេះទោះជាងភាពមួយណាក៏ធ្លាប់ឃើញដែរ រឿងកុងត្រានេះឯងជំនះសម្រាប់ចុះបាទ សួស្ដី ឡើយឡើយ សួស្ដីលោកប៉ា អំបីមិននិយាយជាមួយប៉ារឿងកុងត្រារបស់ក្រុមហ៊ុននៅប្រទេសជប៉ុន លោកប៉ាជជែកគ្នាតាមស្រួលចុះខ្ញុំផ្លាស់ប្រៀនពាក់សិន ឡើយហើយនេះបានជាអូនមកពីអាមេរិកវិញស្រាប់តែខ្លាចទៅជាយ៉ាងចំពោះបង ខេបរវល់ហើយអូនក៏រវល់ដែរ ឡើយប៉ាមានរឿងចង់និយាយជាមួយកូន រឿងអីលោកប៉ា ប៉ាលើថាកូនជាមួយនឹងប្រុសម្នាក់ឈ្មោះអាជីនៅក្រុមហ៊ុនសាស្ត្រានៅគ្លីក្រូតបើដើមឡើយកូនលាក់សាវតាក្រុមហ៊ុនដើម្បីស៊ើបមើលស្ថានភាពរបស់ក្រុមហ៊ុនប៉ាគឺយល់សពទាំងអស់ប៉ុន្តែល្បែងស្នេហានេះកូនត្រូវតែប្រយ័ត្នជាពិសេសទៅបានណា អ្នកណាបងនៅស្ដាប់ពួកអូននិយាយគ្នាខ្វះសេចក្ដីថតពេកហើយ សុំទោសបងចង់និយាយជាមួយអូនពីដើមមកតែគ្មានឱកាសតែបើមិននិយាយគឺមិនកើតជាមិនមិនជំនួសអត់ទេ តែផ្ដា បងដឹងតែពួកអូនតាក់ទងគ្នាប៉ុន្តែបងជាមនុស្សមានចរិតខ្ពង់ខ្ពស់ម្នាក់ដែរបងអាចទទួលការបញ្ជាគ្នាទៅយុត្តិធម៌បងខ្លាចឲ្យបញ្ជានឹងបងហើយនឹងដឹងរឿងអីទៀតគំនិតរបស់ជាមិនល្អទេអាយុបានជាង10ឆ្នាំគេចូលក្នុងសង្គមងឹតចេញមកប្រឡងរួចហើយទៅរៀនសូត្រឬទៅកែប្រែមនុស្សល្អនំអាចកែបានចរិតមនុស្សពិបាកកែណាបងខ្លាចគេចំណេញលើទ្រព្យសម្បត្តិរបស់អូន មិនអាចទេគេមិនស្គាល់ពីប្រវត្តិអូនទេ មែនហើយបើសិនជាបងវិញក៏ធ្វើពើមិនដឹងដែរ បងក្បួនបកាគេណា បងមើលតអូនគិតរឿងស្នេហាធ្វើឲ្យវិញអស់ហើយមិនយូរប្រហែលទេអូននឹងដឹងមុខមាត់ពិតរបស់វាមិនខានខ្ញុំជាកូនចោតមួយយ៉ាងតូចចង់ហងគោមិនអើយហងខ្ពស់បានដែរពេលណាចិត្ត តាឈើ របស់មិនកាយ តាបងនឹងចាំបានទេការនោះប្រពន្ធបងមិនទាន់ស្លាប់មានថ្ងៃមួយនោះខ្ញុំមករកបងនិយាយប្រាប់បងថាអូនមានកូនហើយ ចាំបានបងថែមទៅបានដល់រកជ័យលើគ្រប់កន្លែងឲ្យអូនថាអូនត្រឡប់ទៅចិត្តនេះគូវិញដើម្បីយកកូនចេញដល់ថ្ងៃនេះបងនៅមានអារម្មណ៍ថាកូនចំពោះរឿងនេះគឺអូនក៏ហាក់បងទេថាម៉េចកូននឹងមិនជារបស់បងទេ បងរឹងមាំយ៉ាងនេះបើមិនជារបស់បងតែជារបស់អ្នកណាទៅការប៉ັດអូនអត់មានយកវាចេញទេអូននឹងការពារនៅចិត្តនៃគោហើយឲ្យវានៅជាមួយបងស្រីអូន គំនិតរបស់អូនបានន័យថាបងនឹងមានកូនមួយស្រីទៀត វាបានទទួលការហើយឥឡូវមកដល់ហុងកុងហើយ អូនអត់មានកុហកបងទេ អូនក៏ហុកបងធ្វើអីទម្លាប់របស់វាដូចបងបេះបាត់បើមិនជាមិនជឿអូនមកបងទៅមកទៅជាមួយអូនទៅ អបសានណា